វីដេអូមួយនេះខ្ញុំនឹងចេញមកនិយាយរឿង player Bedrock និង player Java ជាពិសេសគឺជា player Java មួយចំនួនធំតែម្ដងតែគាត់គិតថា player Bedrock គឺជា player ដ៏ប្រៃភាគច្រើន player Bedrock គឺពួកគាត់លេងលើទូរស័ព្ទអញ្ចឹងធ្វើឲ្យការលេងរបស់គាត់គឺវាមិនសូវ smooth ដូចលើ Java ទេហើយ player Java មួយចំនួនពិតជាមើងងាយទៅលើ player Bedrock ច្រើនខ្លាំងមែនទែនចឹងនៅក្នុងវីដេអូមួយនេះផងដែរខ្ញុំសូមទៅដល់អ្នកទាំងអស់គ្នាដែលមើងងាយទៅលើ player Bedrock ព្រោះពេលខ្លះពួកគាត់ចូលលេងដើម្បីតែសប្បាយទេមាន player ខ្លះទៀតគាត់ចូលលេង server ដើម្បីតែជាតែមាន player Java ជាច្រើននៅតែតាមរករឿងគាត់វាយគាត់ទាំងដែលគាត់ជា player Bedrock ពេលខ្លះគាត់ព្យាយាមរត់ប៉ុន្តែមូលហេតុដែលសារតែទូរស័ព្ទគាត់កះធ្វើឲ្យទូរស័ព្ទគាត់រត់គឺវាមិនបាន smooth ទេនោះបណ្ដាលឲ្យគេវាយគាត់ងាប់ចឹងទៅវីដេអូមួយនេះខ្ញុំនិយាយមិនមែនកាន់ជើងទៅលើ player Bedrock ទាំងស្រុងទេតែភាគច្រើនគឺវាអញ្ចឹងមែនហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាយល់នៅអ្វីដែលខ្ញុំកំពុងនិយាយខ្ញុំនិយាយមិនមែនចង់បានន័យថា player Java ទាំងអស់គឺសុទ្ធតែអញ្ចឹងទាំងអស់ដូចគ្នាទេខ្លះគាត់ក៏ចិត្តល្អដែរ player មួយចំនួនដែលគាត់ចែក item ដែលគាត់រកបានគាត់ក៏ចែក item នៅតែឲ្យ player Bedrock ក៏មានដែរចឹងហើយវីដេអូមួយនេះខ្ញុំមិនមែននិយាយសំដៅទៅលើ player Java ទាំងអស់ទេ player Java ខ្លះគាត់ក៏ចិត្តល្អខ្លាំងមែនទែនគាត់ក៏ចូលលេងដើម្បីទៅឈៀលដែរពេលខ្លះគាត់មិនចង់មានរឿងឬក៏មិនចង់ទៅវាយរករឿងជាមួយណាគេដែរចឹងផងដែរវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់វាចឹងបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ